chẳng nhóm khơi cái mấy cái thứ cái Funny Khmer tại dương á nâng bà cà về bà hà môn tế lục ta bà thấy nữ tếចូលនឹងរាយលុះបន្លាបែបនេះឥឡូវនេះបោកគ្រាប់បាយ2គ្រាប់ធ្វើឲ្យទាហានយើងរបួសស្រាល3នាក់ហើយលោកតាចាំខ្ញុំជម្រាបណាកូនណាឥឡូវនេះចាំខ្ញុំជម្រាបមួយចាំតាប្រាប់ហើយចាឯងយកទៅគិតមើលប្រទេសយើងមាន20លាននាក់អូខេទំហំខ្សែទឹកកាច់យើងវា50,000លានប្រទេសវាមាន70លាននាក់ទំហំខ្សែទឹកកាច់វាប្រហែលជា400,000លាននឹងមួយទៀតវណ្ណៈកណ្ដាលរបស់វាធំជាងយើងចំនួនមនុស្សវណ្ណៈកណ្ដាលណាវាធំជាងយើងចំនួនសេដ្ឋីវាប្រាក់ពាន់លានយើងអត់មានឈ្មោះទេវាមានមនុស្សអាចមានពាន់លានប៉ុន្តែអត់មានឈ្មោះទេនៅខ្មែរយើងសេដ្ឋីពាន់លានអាច5នាក់អីប៉ុណ្ណឹងតែវាសេដ្ឋីពាន់លានវា26នាក់អញ្ចឹងយើងគិតពីទំហំ GDP យើងគិតពីចំនួនប្រជាជនយើងគិតពីទំហំនៃវណ្ណៈកណ្ដាលយើងគិតពីចំនួនសេដ្ឋីប្រាក់ពាន់លានយើងឃើញថាសង្គ្រាមលើកលែងតែជៀសមិនរួចបានយើងច្បាំងណាចៅបើជៀសរួចគឺដាច់ខាតយើងអត់ច្បាំងទេព្រោះក្នុងរយៈពេលវែងយើងវាយចាញ់វាក្នុងរយៈពេលវែងយើងវាយចាញ់វាពីព្រោះនៅពេលដែលយើងវាយវាដីវាធំជាងយើងអាចបំផ្លាញភាគខាងកើតវាតែវាអាចបំផ្លាញប្រទេសយើងទៅមូលបើយើងវាយវាឈ្នះបាន5ខែវាអាចនឹងទប់យើងបានដល់5ឆ្នាំទឹកលុយសេដ្ឋកិច្ចកម្លាំងវាបើវាបំផ្លាញសន្តិសុខសមុទ្រយើងនាំទំនិញអត់ចាញ់ទេតែបើយើងបំផ្លាញសន្តិសុខសមុទ្រវានៅសល់សមុទ្រមួយទៀតនៅខាងលិចគឺសមុទ្រអាដាម៉ាន់វានៅនាំទំនិញចាញ់ដោយការគិតគូររបៀបនេះរាជរដ្ឋាភិបាលគាត់មិនចង់ធ្វើសង្គ្រាមនឹងទេចំណែកពួកអាកុលអាស័យ$23ឯឆ្កាច់តប៉ែឆ្កោកកណ្ដេញស្ញួយវាជាមនុស្សឲ្យដៃសៀមវាមិនមែនជាមនុស្សការពារខ្មែរទេវាធ្វើអ្វីដើម្បីឲ្យលោកហ៊ុនសែនហៅវាចូលស្រុកព្រោះវាចង់មេវាអាកុលអាស័យចង់ចំណាយពេលចុងក្រោយដើម្បីរកស៊ីបន្តិចបន្តួចដោយបម្រើលោកហ៊ុនសែនរីឯបរិវាររបស់ពួកវានិងប្រព័ន្ធផ្សព្វផ្សាយរបស់អា$23កុលអាស័យឯឆ្កាច់តប៉ែឆ្កោកកណ្ដេញស្ញួយពួកវាគ្មានចក្ខុវិស័យទេពួកវាគ្មានចក្ខុវិស័យទេចំណែកពួកអាអ្នកធ្វើ live show ក្នុងនាមជនប្រជាធិបតេយ្យពួកអស់ហ្នឹងក៏អត់មានចក្ខុវិស័យដែរវាអត់មាន political vision ទេអត់មានចក្ខុវិស័យនយោបាយទេវាអត់ដឹងរឿងចឹងទេវាអត់ទាំងចេះគិតផង
ដល់អញ្ចឹងទៅសភាពការជាក់ស្ដែងសង្គ្រាមគឺជៀសវាងឲ្យបានជាដាច់ខាតហេតុដូច្នេះហើយដីដែលវាកាន់កាប់តាមបណ្ដោយព្រំដែនត្រូវតែគិតឲ្យមែនតែនឧទាហរណ៍ដូចចៅនិយាយថាចុះបើយើងវាយវាមុនវានឹងផ្ទុះសង្គ្រាម800គីឡូម៉ែត្របើវាផ្ទុះសង្គ្រាម800គីឡូម៉ែត្រមុខតបវាភូមិភាគ1ហើយភូមិភាគ2វានឹងបុកចូលមកដៃយើងហើយផ្លូវសមុទ្រវានឹងធ្វើឲ្យកំពង់ផែយើងអសន្តិសុខហើយវានឹងធ្វើឲ្យកោះកុងកំពង់សោមអសន្តិសុខទាំងអស់ដើម្បីយើងទប់វាគឺយើងត្រូវតែបំផ្លាញសេនាធិការខាងក្រោយយើងត្រូវបំផ្លាញសេនាធិការខាងក្រោយដើម្បីយើងទប់វាយើងត្រូវតែដុតកន្ទុយតបវាចុះបើវាដកទៅវិញក៏យើងត្រូវតែចាប់ផ្ដើមចរចាអានេះករណីជៀសមិនរួចតែបើយើងវាយវាមុនហើយចៃដនអីវាឈានទៅដល់ជៀសមិនរួចយើងដុតកន្ទុយវាហើយវាទៅជាសង្គ្រាមពេញប្រទេសស្រុកវាប្រប៉ុណ្ណាណីយើងអត់អាចវាយឲ្យវា70ខេត្តហ្នឹងញាប់បានទេតែស្រុកយើង25ក្រុងខេត្តវាវាយញាក់សាច់អញ្ចឹងនៅក្នុងទីធ្លាសង្គ្រាមអត់ងាយធ្វើអញ្ចឹងកើតទេណាកូនសូមបីតកូនឯងដែលថាវាយវាមុនហ្នឹងណាបើដាក់គ្នាខ្លាំងមែនតើកូនឯងខឹងភ្លាមកូនឯងថាវាយទៅអីមិនក៏មិនបញ្ចប់ហើយណាមួយចេះផងណាកូនខ្មែរយើងឆាប់ផ្អើលណាកូនខ្មែរយើងសប្ងៃណាយើងមើលតែវាយគ្នាឆ្នាំ25ដឹងហើយតំបន់ដែលសៀមវាកាន់កាប់ហ្នឹងបើយើងរាប់ផ្ទះចាំតាបញ្យល់ណាកូនណា800គីឡូម៉ែត្រតំបន់ជាង50តំបន់ដែលសៀមវាកាន់កាប់ហ្នឹងបើយើងរាប់ផ្ទះយើងទៅរាប់ផ្ទះមើលណារាប់តាំងពីខាងជើងតាំងពីអានសេះមករហូតមកដល់កោះកុងយើងរាប់ផ្ទះទាំងអស់ផ្ទះហ្នឹងអត់បាន1000ខ្នងទេណាកូនបើយើងរាប់ផ្ទះពីខាងជើងមកដល់តាំងពីខេត្តព្រះវិហារដល់ខេត្តកោះកុងណាម្ដុំដែលសៀមវាកាន់កាប់វាដាក់បលាលោះវាដាក់ container ហ្នឹងផ្ទះអត់បាន1000ខ្នងទេចុះជនភៀសសឹក3000ខ្នងដាក់អត់តន់អស់ផងឥឡូវសួរថាបើផ្ទះដែលសៀមវាកាន់កាប់ហ្នឹងមិនដល់1000ខ្នងទេហើយចុះយ៉ាងម៉េចបានជាផ្ទះជនភៀសខ្លួន3000ខ្នងដាក់មនុស្សអត់អស់ព្រោះមនុស្សផ្អើលរត់ច្រើនបើវាយលើកក្រោយមនុស្សផ្អើលរត់ទៀតហើយកាលណាជនភៀសខ្លួនដែលយើងហៅថាជនភៀសសឹកហ្នឹងវាឡើងរាប់ម៉ឺននាក់
វាចលាចលខេត្តបាត់ដំបងខេត្តសៀមរាបខេត្តព្រះវិហារខេត្តបន្ទាយមានជ័យខេត្តកោះកុងចលាចលបើវាចលាចលព្រះវិហារបន្ទាយមានជ័យបាត់ដំបងបៃលិនពោធិ៍សាត់កោះកុងសៀមរាបវាចលាចលយ៉ាងតិច10ខេត្តយើងមាន25ខេត្តក្រុងបើវាចលាចលយ៉ាងតិច10ខេត្តមានន័យថាចលាចលពាក់កណ្ដាលប្រទេសហ៎អញ្ចឹងសេដ្ឋកិច្ចយើងវានេះហេតុនេះហើយបានជារាជការមិនមែនមាត់ស្អុយស្អុយដោយពួកអកុលអាស័យមិនមាត់ស្អុយស្អុយឲ្យខួរក្បាលស្អុយស្អុយដោយពួកអ្នកប្រជាធិបតេយ្យចេញសូទេអ្នកប្រជាធិបតេយ្យចេញសូខួរក្បាលវាអត់ប្រជាធិបតេយ្យទេគ្រាន់តែវាដាក់ស្លាកថាវាប្រជាធិបតេយ្យចេញសូវាមានគិតអញ្ចឹងណាចំណាំមើលពួកអាធ្វើសូទាំងអស់ហ្នឹងណាទី1វាចេះរិះគន់ទី2វាឲ្យដៃសៀមទី3វាអត់ចេះសេដ្ឋកិច្ចទេអាកឹមសុកគេកំពុងទៅសេមួយអាកឹមសុកគេទៅសេថ្ងៃនេះគេសេចាញ់មកហ្នឹងអាកឹមសុកអ្នកនាំពាក្យឯឆ្កាច់គេទៅសេមួយចាញ់មកគេទៅសេកាលពី2ម៉ោងមុនគេថាអ្នកជំនាញសេដ្ឋកិច្ចបស្ចិមប្រទេសធ្លាប់និយាយថាបើគ្មានរដ្ឋបហារបស់លោកហ៊ុនសែន5-6កក្កដា97នោះទេសេដ្ឋកិច្ចពលរដ្ឋខ្មែរនឹងដើរទាន់ម៉ាឡេស៊ីក្នុងរយៈពេល20ឆ្នាំឥឡូវ29ឆ្នាំហើយសួរថាអាកឹមសុកតសេហ្នឹងវាចេះសេដ្ឋកិច្ចទេវាអត់ចេះនឹងហើយអាមនុស្សអត់ចេះសេដ្ឋកិច្ចហ្នឹងគឺគិតអីក៏ដោយគឺឲ្យដៃសៀមរហូតគិតស្អីក៏ឲ្យដៃសៀមដែរអញ្ចឹងហើយបានពួកតប៉ែឆ្កោកអស់នេះឲ្យតដៃសៀមទេចំណែកអ្នកចាញ់សូដតៃទៀតអូយវាចេះរៀបរាប់អីទាំងអស់តែអត់ចេះសេដ្ឋកិច្ចច្បាំងគិតសេដ្ឋកិច្ចអញ្ចឹងត្រឡប់ទៅចៅដែលសួរថាចុះបើវាយវាមុនវានឹងបុកចូលមក800គីឡូម៉ែត្រពីជើងមកត្បូងបើវាបុកខ្លាំងគឺយើងត្រូវតែដុតកន្ទុយតបវាបើយើងដុតកន្ទុយតបវាសង្គ្រាមធំមកជាហៀងស្រុកខ្មែរប្រជាជនខ្មែរយើងដែលអត់ច្បាំង30ឆ្នាំមកហើយនេះផ្អើលចុយម៉ាយហើយណាមួយទៅប្រជាជនយើងខ្សោយជាងគេបំផុតរឿង Facebook នេះឯងឲ្យតារបស់ណានិយាយកុហកប្រជាជនយើងជឿភ្លាមហើយរបស់ណានិយាយពិតប្រជាជនយើងអត់ជឿទេពេលហ្នឹងស្រុកយើងចលាចលភ្លាមអញ្ចឹងហើយរាជការត្រូវធ្វើអីត្រូវប្រយ័ត្នដាក់បានទេឥឡូវពួកអាចង់ឲ្យរដ្ឋាភិបាលអាលំខ្ញុំសួរចៅឯងទាំងអស់ចង់ចៅឯងចូលចិត្តហ៊ុនសែនហ៊ុនម៉ាណែតឬក៏ចៅឯងមិនចូលចិត្តខ្ញុំសួរថាចៅឯងចង់ឲ្យរដ្ឋាភិបាលកម្ពុជាអាលំទេចង់ឲ្យសង្គ្រាមផ្ទុះឡើងរដ្ឋាភិបាលអាលំទេអត់ទេមនុស្ស300ផ្លាយអ្នកកំពុងមើលនឹងអត់មាននរណាមួយចង់ឲ្យអាលំទេព្រោះហ៊ានតែអាលំទៅស៊ីអាចបាត់ម្នាក់ស៊ីអាចឆ្កែបាត់ម្នាក់ស៊ីអាចឆ្កែបាត់ចុះអាកុលអាស័យវាស៊ីអាចឆ្កែទេអត់ទេចុះអាកម្មសុកស៊ីអាចឆ្កែទេអត់ទេចុះអាអ្នកប្រជាធិបតេយ្យដែល live show ចេញមកខ្វើយហ្នឹងអាពួកហ្នឹងស៊ីអាចឆ្កែទេអត់ទេចុះតាសុកស៊ីអាចឆ្កែទេអត់ទេពួកចៅឯងហ្នឹងហើយរត់ចុយម្រាយអញ្ចឹងអាតាជេមសុកហ្នឹងវាគិតចៅឯងអាតាជេមសុកនេះវាគិត
អាតាចេមសក់នោះវានិយាយអីក៏ដោយវាមានពេលវានិយាយវារិះគន់រដ្ឋាភិបាលប៉ុន្តែវាទេអ្នកគិតចៅឯងចៅឯងរកក្បាលអាអ្នកធ្វើ show ក្រៅស្រុកនោះមានអនាគត